ថ្ងៃនេះសូមអ្នកទាំងអស់គ្នាមកមើលវេយ្យាករណ៍មេរៀនទី19ទាំងអស់គ្នាអញ្ចឹងមុនពេលចូលដល់វេយ្យាករណ៍សូមមើលគេស័ព្ទទម្រង់តទាំងអស់គ្នាអញ្ចឹងការបំបែកទម្រង់តហ្នឹងគឺដូចគ្នានឹងការបំបែកគេស័ព្ទនៅក្នុងទម្រង់តិដែរអញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់ចេះទម្រង់តិហើយអញ្ចឹងការបំបែកទម្រង់តនេះគឺងាយស្រួលមែនតើអញ្ចឹងយើងមើលទាំងអស់គ្នាក្រុមទី2គឺសំឡេងអេបូកនឹងម៉ាសអញ្ចឹងគឺយើងលុបម៉ាសចោលហើយថែមតនៅខាងចុងឧទាហរណ៍ tabemas អញ្ចឹងទៅជា tabeta ចំពោះក្រុមទី3វិញគឺដូចនៅក្នុងទម្រង់តិដែរគឺយើងលុប mas ចោលហើយបូកនឹងតអញ្ចឹង shimas ទៅជា shita kimas ទៅជា kita នាមបូកនឹង shimas ទៅជានាមបូកនឹង shita ឧទាហរណ៍ benkyo shimas អញ្ចឹងទៅជា benkyo shita ហើយចំពោះក្រុមទី1វិញគឺដូចទៅនឹងទម្រង់តិតែម្ដងអញ្ចឹង ichiri យើងបដូរទៅជា tsuta mi bi គឺយើងបដូរទៅជា da ចំពោះ ki យើងបដូរទៅជា ita ចំពោះ gi ទៅជា ida ចំពោះ shi ទៅជា shita អញ្ចឹងសូមឧទាហរណ៍ទាំងអស់គ្នាអញ្ចឹង kaimas ទៅជា kata mochimas ទៅជា motta kaerimas ទៅជា kaetta yomimas ទៅជា yonda asobimas ទៅជា asonda kikimas ទៅជា kita oyogimas ទៅជា oyoida hanashimas ទៅជា hanashita បើគិតទៅគឺដូចទម្រង់តិទាំងស្រុងតែម្ដងឥឡូវយើងចូលវេយ្យាករណ៍ទាំងអស់គ្នាវេយ្យាករណ៍ទី1គឺទម្រង់តកូតូហ្កាអារីម៉ាសដែលបង្ហាញអំពីការធ្លាប់ធ្វើអ្វីមួយឧទាហរណ៍私は富士山に行ったことがありますអញ្ចឹងឃ្លានេះមានថាខ្ញុំធ្លាប់ទៅលេងភ្នំ Fuji អញ្ចឹងបង្ហាញអំពីការធ្លាប់ធ្វើអ្វីមួយឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A1 A2 ហើយនិង B1 វេយ្យាករណ៍ទី2នេះគឺតាក់ទងទៅនឹងទម្រង់សំណួររបស់ទម្រង់តកូតូហ្កាអារីម៉ាសដែលយើងបដូរទៅជាតកូតូហ្កាអារីម៉ាសកាដែលមានថាតើអ្នកធ្លាប់ធ្វើអ្វីមួយដែរឬក៏អត់អញ្ចឹងនៅពេលដែលយើងឆ្លើយគឺត្រូវតែមាន はい ឬក៏ iye អញ្ចឹង はいអារីម៉ាស iye អារីម៉ាសេនឧទាហរណ៍សំណួរ Angkor Wat とへ行ったことがありますかអញ្ចឹងសំណួរនេះមានថាតើអ្នកធ្លាប់ទៅលេងប្រាសាទអង្គរវត្តដែរឬទេអញ្ចឹងបើសិនយើងធ្លាប់យើងឆ្លើយថា はいありますបើសិនអត់ធ្លាប់ទេយើងឆ្លើយថា iye ありませんអញ្ចឹងវេយ្យាករណ៍ទី3នេះគឺតាក់ទងទៅនឹងពាក្យមួយចំនួនដែលយើងប្រើជាមួយតកូតូហ្កាអារីម៉ាសអញ្ចឹងឧទាហរណ៍ថាពាក្យថា ichido ichido មានថាម្ដងអញ្ចឹង ichido ហ្នឹងគឺយើងប្រើជាមួយប្រយោគស្របចំពោះ ichido mo គឺថាតតែសោះម្ដងក៏មិនធ្លាប់ដែរអញ្ចឹងគឺយើងប្រើជាមួយទម្រង់បដិសេធឧទាហរណ៍ sumo o ichido mita koto ga arimasu អញ្ចឹងឃ្លានេះមានថាខ្ញុំធ្លាប់បានមើលការប្រកួត sumo ម្ដងមួយទៀត kabuki o ichido mo mita koto ga arimasen អញ្ចឹងឃ្លានោះមានថាខ្ញុំមិនដែលបានមើលល្ខោន kabuki សូម្បីតែម្ដងមានថាម្ដងក៏មិនដែលមើលដែរតែនេះសូមមកធ្វើលំហាត់អនុវត្ត B2 ទាំងអស់គ្នាឥឡូវនេះចូលដល់វេយ្យាករណ៍ទី4គឺតាក់ទងទៅនឹងទម្រង់ tari tari shimas អញ្ចឹង tari tari shimas នេះគឺបង្ហាញអំពីសកម្មភាពដែលជាតំណាងសកម្មភាពផ្សេងៗដែលបានធ្វើឧទាហរណ៍私は日曜日洗濯したりバドミントンをしたりしますអញ្ចឹងឃ្លានេះមានន័យថានៅថ្ងៃអាទិត្យខ្ញុំបោកខោអាវផងលេងបាត់មីនថនផងប៉ុន្តែក្នុងករណីនេះមិនមែនថាមិនមែនមានសកម្មភាពតែពីរនេះទេអញ្ចឹងក្រៅពីបោកខោអាវនិងលេងបាត់មីនថនហ្នឹងគឺអាចមានសកម្មភាពផ្សេងៗឧទាហរណ៍ថាជូតផ្ទះឬក៏លាងឡានឬក៏អីចឹងជាដើមប៉ុន្តែក្នុងករណីនេះគឺគេយកតែសកម្មភាពពីរយកមកបង្ហាញតែប៉ុណ្ណឹង
ឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A3 ហើយនិង B3 និង B4 ទាំងអស់គ្នាអញ្ចឹងវេយ្យាករណ៍ចុងក្រោយវិញគឺតាក់ទងទៅនឹងគុណនាមភេទ x បូកនឹង narimas ហើយនឹងគុណនាមភេទណាឬក៏នាមបូកនឹង narimas ចំពោះករណីគុណនាមភេទ x វិញគឺយើងលុប x ចោលហើយបដូរទៅជា គឺ narimas ចំពោះគុណនាមភេទណាវិញគឺយើងបូកនឹង ni ហើយនាមក៏យើងបូកនឹង ni ដូចគ្នាឥឡូវសូមមើលឧទាហរណ៍ទាំងអស់គ្នា atsuku narimas បានថាคล้ายទៅជាក្តៅ35歳になりますបានថាខ្ញុំคล้ายទៅជាមានអាយុ35ឆ្នាំអញ្ចឹង narimas មានន័យថាคล้ายទៅជាឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A4 ហើយនិង B5 ចំពោះវេយ្យាករណ៍នៅក្នុងមេរៀនទី19សូមបញ្ចប់ត្រឹមនេះហើយសូមអ្នកទាំងអស់គ្នាចាំមើលវេយ្យាករណ៍ក្នុងមេរៀនទី20ជាបន្តទៀតសូម